មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីករៀងរាល់40នាទីម្ដងនៅកម្ពុជាដោយដែលបងប្អូនបានឮនៅខាងដើមវីដេអូហើយថាលោកឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសហើយថានៅប្រទេសកម្ពុជារៀងរាល់40នាទីម្ដងមានមនុស្សម្នាក់ស្លាប់ដោយសារជំងឺមហារីកវាគឺជាតួលេខមួយយ៉ាងច្រើនគួរឲ្យកត់សម្គាល់បើធៀបជាមួយនឹងប្រជាជនរបស់យើងហើយតើជំងឺមហារីកជាអ្វីនិងកើតឡើងបានដោយរបៀបណាជំងឺមហារីកឬភាសាអង់គ្លេសហៅថា Cancer គឺជាជំងឺមួយដែលកោសិកានៅក្នុងរាងកាយរីកដុះដាលបែបមិនទៀងទាត់ហើយនឹងអាចរីករាលដាលនិងវាយលុកទៅលើកោសិកាផ្សេងៗដែលនៅជិតជាទូទៅបើមនុស្សម្នាក់ដែលមានសុខភាពល្អនៅពេលដែលមានកោសិកាមួយដែលងាប់ឬមួយក៏ខូចប្រព័ន្ធរាងកាយរបស់យើងនឹងចាប់ផ្ដើមជួសជុលនិងបង្កើតកោសិកាថ្មីនោះឡើងដោយមានចំនួនកំណត់និងអាចគ្រប់គ្រងបានចំណែកកោសិកាដែលបង្កឡើងដោយជំងឺមហារីកវិញវានឹងចេះតែរីកដុះដាលលូតលាស់រហូតគ្មានការគ្រប់គ្រងបានឬមួយក៏មិនប្រក្រតីនិងទាញយកសារធាតុចិញ្ចឹមពីខ្លួនប្រាណយើងទាំងអស់យកទៅចិញ្ចឹមកោសិកាឬដុំសាច់មហារីកនោះដោយមិនទាន់មានបច្ចេកវិទ្យាឬមួយក៏ឱសថណាអាចព្យាបាលជំងឺមហារីកនេះបានជាសះស្បើយ 100% នោះទេវិធីសាស្ត្រចម្បងមានតែការពារនិងទប់ស្កាត់ការរីករាលដាលជំងឺនេះតែប៉ុណ្ណោះទី1ជៀសវាងការប្រើប្រាស់សារធាតុញៀនឬមួយក៏បារីស្រាដាក់នឹងឡាក់ទី2បរិភោគអាហារូបត្ថម្ភល្អៗបន្លែត្រីសាច់ជាប្រចាំជៀសវាងពីការបរិភោគបន្លែឬមួយអាហារណាដែលមានសារធាតុគីមីច្រើនទី3ហាត់ប្រាណឲ្យបានទៀងទាត់ប្រហែល15នាទីនៅក្នុងមួយថ្ងៃវាជួយកាត់បន្ថយនៃគ្រោះថ្នាក់ក្នុងការកើតជំងឺមហារីកទី4ត្រូវរក្សាតុល្យភាពទម្ងន់ឲ្យបានល្អកុំឲ្យឡើងទម្ងន់ហួសពេកឬមួយក៏មានសភាពស្គមពេកទី5ត្រូវមានអនាម័យក៏ដូចជាទម្លាប់ល្អជាប្រចាំចុងក្រោយគឺត្រូវតែទៅចាក់ថ្នាំបង្ការឬមួយវ៉ាក់សាំងការពារដើម្បីការពារជំងឺមហារីកផ្សេងៗ